រឿងអានេះជាបទពិសោធន៍មួយតូចទេដែលខ្ញុំធ្លាប់បានជួបគឺអ្នកលះបង់និយាយខ្លីគឺអ្នកលះបង់នៅក្នុងប្រទេសកម្ពុជាយើងក៏ឃើញមានអ្នកលះបង់ច្រើនដែរតែខ្ញុំឧស្សាហ៍ឃើញញឹកមកនៅប្រទេសថៃហើយនិងនៅប្រទេសវៀតណាមអញ្ចឹងនៅពេលដែលមានសិក្ខាសាលាឬក៏អីមួយធំគឺគេមានអ្នកលះបង់របស់គេអញ្ចឹងប្រជាជនវៀតណាមឬក៏អ្នករៀបចំកម្មវិធីហ្នឹងគាត់តែងតែរត់ស្ទើរឈួតស្ទើរជាទៅហើយគាត់រត់ដូចឈួតអញ្ចឹងរត់នៅក្នុងដែងកម្មវិធីហ្នឹងរត់ធ្វើនេះធ្វើនោះស្រាក់ញើសហូបខ្លាក់ស្រាក់ពេញខ្លួនរត់មិនចេះឈប់យប់មិនចេះហើយអញ្ចឹងកម្មវិធីហ្នឹងគឺអ្នកហ្នឹងគឺដូចគាត់យកប្រៀបកម្មវិធីហ្នឹងទៅជាជីវិតរបស់គាត់ដែរគឺគាត់ប្រឹងតែម្ដងគាត់លះបង់ខ្លាំងណាស់អញ្ចឹងនៅក្នុងកម្ពុជាយើងខ្ញុំកម្រឃើញមានមនុស្សប្រភេទនេះណាដោយសារតែភាគច្រើនខ្ញុំអាសាជួបអ្នកប្រចាំគ្នាប៉ុន្តែអ្នកលះបង់ហ្នឹងមិនសូវមានទេច្រើនតែធ្វើតាមការជំរុញឬក៏អីរបស់មេដឹកនាំណាមួយចឹងទៅតែនៅប្រទេសថៃនិងវៀតណាមយើងឃើញមានប្រភេទហ្នឹងគាត់ប្រឹងតែម្ដងហើយសរសើរបាទសូមសរសើរប្រឹងពិតមែនខ្លាំងពិតមែនបាទយកឈ្នះឬក៏រត់មិនចេះខ្លាចចង់និយាយថាងាប់ចោលអានឹងខ្ញុំឃើញញឹកអញ្ចឹងនៅកម្ពុជាយើងនេះគឺយើងកម្របានជួបដោយសារតែយើងចេះតែប្រចាំគ្នាអញ្ចឹងអានេះគឺជាចំណុចតូចមួយដែលធ្វើឲ្យប្រទេសពីរនេះគឺគេមានចំណុចខ្លាំងជាងយើងបាទហើយអ្នកលះបង់របស់គេមានច្រើនប្រភេទអញ្ចឹងដូចនៅថៃអញ្ចឹងមានអ្នកលះបង់ដែលដូចអ្នកស្រាវជ្រាវអញ្ចឹងគាត់ចំណាយពេលទៅដេកនៅតាមចែកផ្លូវគាត់ហើយចំណាយពេលដល់ទៅ3ខែដើម្បីសិក្សាថាអ្នកសុំទានជីវិតអ្នកសុំទានវាយ៉ាងម៉េចអញ្ចឹងគាត់ទៅអញ្ចឹងទៅបាត់ដេកអញ្ចឹងទៅស៊ីគាត់ហូបនៅតាមចាំផ្លូវជាមួយអ្នកសុំទានភ្លៀងសស្រេចហើយទឹកស្អុយក៏ខ្វាច់មើលទៅមិនដំណើរជាមិនសមជាមិនជាបើយើងថាមិនជាបើក៏គាត់នៅតែធ្វើដែរអញ្ចឹងបានលទ្ធផលមកយកមកចែករំលែកអញ្ចឹងវាបង្ហាញអំពីការលះបង់មួយដែលគាត់ធ្វើក្នុងន័យដើម្បីការងាររបស់គាត់អញ្ចឹងយើងមិនបាច់និយាយដល់ការលះបង់ដើម្បីប្រទេសជាតិការលះបង់ដើម្បីអីទេអ្វីដែលខ្ញុំចង់និយាយគឺការលះបង់ដើម្បីការងារដែលយើងកំពុងតែធ្វើអញ្ចឹងកម្ពុជាយើងត្រូវការអ្នកលះបង់ប្រភេទហ្នឹងព្រោះប្រទេសមួយរឹងមាំនៅពេលដែលយើងមានអ្នកលះបង់ច្រើនធ្វើការច្រើនដើម្បីប្រទេសហើយការងារហ្នឹងវាអភិវឌ្ឍបានប្រសើរបាទនេះគឺជាស្អីខ្ញុំចង់និយាយអរគុណបាទ